រង្វង់មូលគ្មាន stop ហេតុអ្វីចាំបាច់មានរង្វង់មូលគ្មាន stop នាយកដ្ឋានដឹកជញ្ជូននៃរដ្ឋ North Carolina កំពុងសាងសង់រង្វង់មូលគ្មាន stop ជាច្រើនបន្ថែមទៀតដើម្បីកែលម្អសុវត្ថិភាពសម្រាប់អ្នកបើកបរអ្នកថ្មើរជើងនិងអ្នកជិះកង់រង្វង់មូលគ្មាន stop នេះក៏អាចជួយកាត់បន្ថយការកកស្ទះចរាចរណ៍និងការឈប់បន្តកន្ទុយគ្នាបានល្អជាងផ្លូវប្រសពទូទៅដែលមានស្លាកសញ្ញាឲ្យឈប់និងភ្លើងសញ្ញាចរាចរណ៍ជាទូទៅអ្នកបើកបរច្រើនតែបើកចូលចំណុចរង្វង់មូលគ្មាន stop បែបនេះលឿនជាងបិទពួកគាត់មិនចាំបាច់ឈប់រងចាំដោយពេលមានភ្លើងសញ្ញាចរាចរណ៍លើពីនេះទៀតរង្វង់មូលគ្មាន stop បច្ចុប្បន្ននេះមានរាងកាន់តែតូចជាងរង្វង់មូលពីមុននិងតម្រូវឲ្យយានធ្វើដំណើរក្នុងល្បឿនយឺតជាងមុនពី15ទៅ20ម៉ៃក្នុង1ម៉ោងប្រការនេះហើយធ្វើឲ្យគ្រោះថ្នាក់ចរាចរណ៍មានការធ្លាក់ចុះដោយគ្រោះថ្នាក់បុកទង្គិចសរុបធ្លាក់ចុះរហូតដល់ 46% គ្រោះថ្នាក់ធ្ងន់និងរបួសធ្លាក់ចុះ 76% និងប៉ះទង្គិចចំពីមុខធ្លាក់ចុះរហូតដល់ 75%